សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះម្ហូបខ្ញុំឆ្អិនហើយណាបងប្អូនកង្កែបបោកហើយនឹងពងក្រួយស្ងោរពងក្រួយអាំងរបស់ខ្ញុំហើយនេះអាឡឹកបង្អែមលាងមាត់ណាបងប្អូនហើយនេះកូនប្រុសកូនស្រីខ្ញុំកំពុងតែហូបបាយបងប្អូនឥឡូវអញ្ជើញពុកម៉ែបងប្អូនមកតាមដានវីដេអូរបស់សុខាទាំងអស់គ្នាណាបងប្អូនណាដើម្បីមើលវីដេអូពេញនៅសកម្មភាពរបស់បងប្អូនធ្វើទាំងអស់គ្នាបងប្អូនអរគុណច្រើនពុកម៉ែបងប្អូននេះកែបោករបស់ខ្ញុំណាអាំងយើងអត់ដាក់បខំភ្លើងទេបងប្អូនហើយនេះពងក្រួយកូនអាំងរបស់ខ្ញុំបងប្អូនបងប្អូនអាចសាកធ្វើហូបបានណាបងប្អូនឥឡូវនេះមិនដែរបងប្អូនតំណងអត់នេះបងប្អូននេះពុកម៉ែបងប្អូនថ្ងៃនេះដែរជាថ្ងៃសៅរ៍អញ្ចឹងណាពុកម៉ែបងប្អូនឥឡូវនេះមុននឹងខ្ញុំចាប់ផ្ដើមធ្វើម្ហូបអញ្ចឹងខ្ញុំអុជធូបដាក់ហឹងល្អីរួចរាល់សិនអញ្ចឹងណាបងប្អូនចាំខ្ញុំរៀបចំទៅធ្វើម្ហូបបងប្អូនដោយសារថ្ងៃសៅរ៍អញ្ចឹងយើងអុជតាន់ពេលព្រឹកព្រលឹមអញ្ចឹងណាបងប្អូនណាឥឡូវយើងជិញពុកម៉ែបងប្អូនទៅមើលពីការធ្វើម្ហូបរបស់ខ្ញុំបន្តទៀតបងប្អូនឥឡូវពុកម៉ែបងប្អូនខ្ញុំយកសាច់កែបនិងសាច់ជ្រូកព្រមទាំងគ្រឿងផ្សំរបស់ខ្ញុំយកទៅលាងទឹកសិនណាពុកម៉ែបងប្អូនឥឡូវពុកម៉ែបងប្អូនខ្ញុំចាប់មុននឹងខ្ញុំលាងសាច់ខ្ញុំលាងបន្លែរបស់យើងសិនណាបងប្អូនណាហើយចាំខ្ញុំបង្ហាញជូនពុកម៉ែបងប្អូនថាថ្ងៃនេះខ្ញុំធ្វើមុខម្ហូបអីដែរណាបងប្អូនបងប្អូនថ្ងៃនេះដែរខ្ញុំមកធ្វើកែបបោកដោយសារព្រឹកមិញហ្នឹងកូនថាម៉ាក់ខ្ញុំចង់ញ៉ាំកែបបោកអញ្ចឹងយើងឥឡូវខ្ញុំក៏សម្រេចចិត្តថាធ្វើកែបបោកឲ្យកូនប្រុសខ្ញុំកូនស្រីខ្ញុំហូបម្ដងបងប្អូនអញ្ចឹងឥឡូវនេះបងប្អូនខ្ញុំចាប់ផ្ដើមលាងលក្ខីយើងឲ្យអស់អាសយើងសិនណាបងប្អូនព្រោះយើងយកទៅបុកគ្រឿងណាហើយថ្ងៃនេះដែរក៏ខ្ញុំធ្វើពងក្រួយអាំងដែរបងប្អូនអញ្ចឹងលក្ខីខ្ញុំប្រើរៀងច្រើនបន្តិចណាបងប្អូនហើយបន្ទាប់មកនេះម្ទេសរបស់ខ្ញុំបងប្អូនទុកធ្វើជក់ខ្ទឹមនិយាយទៅយើងលាងសម្អាតឲ្យស្អាតយ៉ាងណាបងប្អូនយើងយកទៅយើងនឹងតែអង្គុយធ្វើហ្មងហើយនេះជីពងទាកូនខ្ញុំណាបងប្អូនជីពងទាកូនខ្ញុំមានទឹកបាយអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំជីពងទាកូនខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនដោយសារមិនដឹងក៏គុំតែលាងបន្លែបងស្រីខ្ញុំគាត់ហៅយើងទៅខ្ញុំទៅផ្លែសិនណាបងប្អូនណាអញ្ចឹងខ្ញុំចាប់ដើមមកលាងសាច់សិនបងប្អូនថ្ងៃនេះដែរខ្ញុំមានសាច់ជ្រូក3ជាន់និយាយទៅក៏ទិញសាច់ជ្រូកមិញហ្នឹងមកសាច់ជ្រូកគេថាយកសាច់ជ្រូក3ជាន់គេថាយកសាច់គោជាងមកទៅបងប្អូនថាធ្វើទៅឆ្ងាញ់ឲ្យថយណាឥឡូវនេះសាក់ធ្វើអង្សោតបោកយើងនេះសាច់ជ្រូកម្ដងបងប្អូនបងប្អូនខ្ញុំលាងសាច់ជ្រូកឲ្យស្អាតអញ្ចឹងទៅខ្ញុំទុកម្ដងសិនបងប្អូនសាច់ជ្រូកយើងហើយបន្ទាប់មកបងប្អូននេះយើងមានការព្រោះដូចហ្នឹងខ្ញុំធ្វើកែបបោកអញ្ចឹងណាបងប្អូនហើយកែបនេះធំណាបងប្អូនអើយអត់បានមានថារកទូទៅយើងស្រួលធ្វើហូបអញ្ចឹងណាបងប្អូនតែឥឡូវតែធំបងប្អូននេះបានតែ5កែបមកហើយកែបធ្លីពោះទៀតតែចាំមើលខ្ញុំធ្វើអញ្ចឹងណាបងប្អូនរកអត់ធ្លីពោះអត់មានឥឡូវគេយកធ្លីពោះអញ្ចឹងខ្ញុំលាងកែបជំនាញពី3ទឹកដែរណាបងប្អូននេះខ្ញុំលាងមួយទឹកសិនឥឡូវពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំលាងសាច់ហើយបន្លែហើយអញ្ចឹងអញ្ជើញពុកម៉ែបងប្អូនទៅមើលគ្រឿងផ្សំរបស់ខ្ញុំទាំងអស់គ្នា
ពុកម៉ែបងប្អូនទាំងអស់គ្នានេះជាគ្រឿងផ្សំសម្រាប់ធ្វើកង្កែបបោកហើយនឹងពងក្រួយកូនអាំងរបស់ខ្ញុំពុកម៉ែបងប្អូនអញ្ចឹងជាដំបូងដែរខ្ញុំមានសាច់ជ្រូក3ជាន់ពុកម៉ែបងប្អូនព្រមទាំងកង្កែបហើយពងក្រួយកូនស្លឹកជីពងទាកូនណាពុកម៉ែបងប្អូនខ្ញុំហៅតែអញ្ចឹងទៅហើយបន្ទាប់មកស្លឹកគ្រៃរបស់យើងប្រើរៀងច្រើនហើយពុកម៉ែបងប្អូនដើម្បីយើងបុកគ្រឿងធ្វើកង្កែបបោកផងនឹងយើងដាក់ស្ងោរពងក្រួយផងបងប្អូនបន្ទាប់មកមានម្ទេសក្រូចឆ្មាហើយលក្ខណៈល្មៀនម្រេចរបស់យើងជាទូទៅបងប្អូនហើយចំណែកគ្រឿងផ្សំរបស់ខ្ញុំវិញមានដូចជាខ្ទឹមសបងប្អូនសម្រាប់យើងធ្វើជ្រក់ខ្ទឹមណាបងប្អូនណាហើយបន្ទាប់មកមានដូចជាអំបិលពុកម៉ែបងប្អូនបន្ទាប់មកម្ទេសឆ្អើររបស់យើងខ្ញុំត្រាំទឹកសិនអញ្ចឹងណាបងប្អូននេះស្ករម្សៅស៊ុបរបស់យើងមានម្រេចទឹកត្រីប្រេងខ្យងប៊ីចេងព្រមទាំងសណ្តែកដីពុកម៉ែបងប្អូនសម្រាប់យើងធ្វើគ្រឿងកែបបោករបស់យើងហើយនឹងធ្វើខ្ទឹមជ្រក់អញ្ចឹងពុកម៉ែបងប្អូនហើយអញ្ចឹងអញ្ជើញពុកម៉ែបងប្អូនទៅមើលការធ្វើរបស់ខ្ញុំទាំងអស់គ្នាណាពុកម៉ែបងប្អូនឥឡូវពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះដែរមុននឹងខ្ញុំធ្វើគ្រឿងខ្ញុំចាប់ផ្ដើមយកកង្កែបយើងមកកញ្ច្រាំសិនណាបងប្អូនខ្ញុំកាប់ជើងវាសិននិយាយទៅបងប្អូនយើងចោលកាប់ត្រឹមជង្គង់ណាបងប្អូនដើម្បីយកជើងកែបយើងយកទៅកញ្ច្រាំជាមួយនឹងសាច់ជ្រូកតែសម្រាប់បងប្អូនអត់ចង់កញ្ច្រាំជាមួយសាច់ជ្រូកក៏បានដែរណាបងប្អូនតែគ្រាន់តែខ្ញុំដាក់យើងទៅយើងបានជ្រប់ជាមួយនឹងសាច់ជ្រូកណាបងប្អូនណាឥឡូវនេះខ្ញុំកាប់យកត្រឹមផ្លូវយ៉ាងបងប្អូនកាប់យើងអានេះខ្ញុំទិញបានធំខ្ញុំថាទៅរកមើលទៅដែរហើយរកមើលពេញផ្សារហើយបងប្អូនហ្នឹងអត់មានអង្កែបដែលយើងនេះឥឡូវកាប់ភាគច្រើនគេច្រើនតែវាពូអញ្ចឹងបងប្អូនឥឡូវនេះខ្ញុំកាប់រួចហើយបងប្អូនឥឡូវបន្ទាប់ពីរួចរាល់ហើយបងប្អូនឥឡូវនេះខ្ញុំយកអង្កែបយើងមកប្រឡាក់គ្រឿងខ្ញុំលាងសម្អាតរួចរាល់ហើយបងប្អូនឥឡូវនេះមុននឹងយើងធ្វើគ្រឿងរបស់យើងខ្ញុំយកអង្កែបយកមកប្រឡាក់គ្រឿងឲ្យវាចូលជាតិសិនអញ្ចឹងណាបងប្អូនហើយយើងផ្អាប់ទុកសិនទៅដើម្បីយើងទៅធ្វើគ្រឿងញាត់ក្នុងពោះវាបងប្អូនណាឥឡូវនេះគ្រឿងរបស់ខ្ញុំអត់មានអីច្រើនទេបងប្អូនបងហើយខ្ញុំនេះបងប្អូនខ្ញុំដាក់ប្រេងខ្យងតិចសិនណាបងប្អូនណាហើយឈ្ងុយអញ្ចឹងបងប្អូនឲ្យឈ្ងុយហើយវាអាចនឹងមានពណ៌ខ្លះដែរតោះមកបងប្អូននេះម្សៅស៊ុបរបស់យើងណាបងប្អូននិយាយទៅលួចអត់ច្រើនទេបងប្អូនដោយសារនេះយើងគ្រាន់ថាយកជាតិសាច់ខាងក្រៅណាព្រោះយើងទុកឆាជាមួយនឹងគ្រឿងដែរហើយបងប្អូនលួចប៊ីចេងតិចទៅយើងដាក់តែមួយល្មមសិនហ្នឹងមិនមែនថាយើងដាក់ច្រើនហ្មងបងប្អូនមើលស្អាតវិញតិចណាបងប្អូនហើយបងប្អូនយើងលួចអំបិលយើងតាមមកកូនចុងសុភាបន្តិចទៅបានហើយបងប្អូនដើម្បីឲ្យវាមានជាតិអញ្ចឹងណាបងប្អូនណាហើយបងប្អូនមិញដៃយើងក៏លាងរួចដែរបងប្អូនឥឡូវខ្ញុំសុំប្រើដៃផ្ទាល់ទេណាបងប្អូនអើយអញ្ចឹងបងប្អូនគ្រាន់តែច្បាច់ប៉ុណ្្នឹងឲ្យតែប៉ុណ្្នឹងបងប្អូនគ្រឿងផ្សំសម្រាប់ខ្ញុំធ្វើជាទូទៅអត់ច្រើនមុខទេណាបងប្អូនណាមុននឹងខ្ញុំធ្វើខ្ញុំតែងតែប្រឡាក់អង្កែបយើងឲ្យខាងនេះឲ្យចូលជាតិសិនបងប្អូនបើសិនជាយើងយកទៅដាក់គ្រឿងមកក៏បានដែរគ្រាន់ថាសាច់អង្កែបយើងខាងក្រៅវាអត់សូវមានជាតិទៀតអញ្ចឹងបងប្អូនបើយើងធ្វើវិធីនេះបងប្អូនឲ្យសាច់អង្កែបយើងហូបទៅក៏មានជាតិខាងក្រៅដែរអញ្ចឹងបងប្អូននេះអង្កែបខ្ញុំច្បាច់តែប៉ុណ្្នឹងបងប្អូនហើយរបស់ខ្ញុំអត់គ្រឿងផ្សំអីច្រើនទេបងប្អូនតែប៉ុណ្្នឹងទៅយើងទុកមួយកន្លែងសិនហើយយើងបន្ទាប់មកចាំយើងធ្វើគ្រឿងសម្រាប់ញាត់អង្កែបរបស់យើងណាបងប្អូនណាទៅខ្ញុំទុកមួយកន្លែងសិនបងប្អូនហើយបងប្អូនខ្ញុំសូមទៅលាងដៃបន្តិចសិនឥឡូវពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំប្រឡាក់សាច់អង្កែបយើងរួចរាល់ហើយ
ខ្ញុំក៏ឆ្លៀតមកហាន់ស្លឹកគ្រៃបងប្អូនខ្ញុំស្លឹកគ្រៃយើងសិនណាបងប្អូននិយាយទៅបងប្អូនតែបើមិនដែរយើងលៃគ្រឿងតាមតែយើងដែរបងប្អូនបើតែយើងច្រើនក៏យើងហាន់ច្រើនទៅតែបើតែយើងអត់សូវច្រើនទៅយើងមានមកល្មមអញ្ចឹងណាបងប្អូនតែខ្ញុំថ្ងៃនេះខ្ញុំប្រើស្លឹកគ្រៃចំនួន4គល់បងប្អូនពីខាងកើតយើងតិចតែវារៀងធំដែរបងប្អូនហើយនៅមួយកើតខ្ញុំរៀងធ្លាយពោះទៀតអញ្ចឹងតើតែយើងយកឲ្យរៀងណាស់បន្តិចអញ្ចឹងចាំមើលខ្ញុំអត់ទាន់ដឹងថាយើងយកកាត់អត់ទេបងប្អូនវាខាងកើតយើងសបោធ្លាយពោះដែរបងប្អូនឥឡូវនេះស្ត្រីខ្ញុំហាន់ហើយណាបងប្អូនបន្ទាប់មកខ្ញុំដាក់លឹកក្រូចយើងឲ្យរៀងច្រើនតិចបងប្អូនកើតយើងឈ្ងុយយ៉ាងណាអានៅរៀងអត់ទៀតបងប្អូនហើយមានល្មៀតបងប្អូនល្មៀតយើងលួចឲ្យច្រើនតិចទៅកាន់តែឈ្ងុយធ្វើបងប្អូនឲ្យពណ៌លឿងល្អហ្មងហើយយើងដាក់ជាមួយគ្រឿងទៅជួយទាំងពណ៌គ្រឿងយើងទៀតបងប្អូនហើយនេះរំដេងរំដេងទៅបងប្អូនហើយបន្ទាប់មកខ្ទឹមសរបស់យើងបងប្អូនណាខ្ទឹមសរបស់យើងខ្ញុំដាក់4កំពឹសបងប្អូននេះសាំងថ្ងៃនេះមេឃមានសតុំដែរទេបានមកអង្គុយនៅក្រោមម្លប់អញ្ចឹងណាបងប្អូនពួកមេឃមួយថ្ងៃហ្នឹងដូចថារៀងអត់សូវល្អដែរអញ្ចឹងណាតាហ៊ានទៅនិយាយទៅលឹមអញ្ចឹងទៅបងប្អូននៅអញ្ចឹងបានតែពេលព្រឹកអញ្ចឹងទេរៀងតិចបើរហដងវិញបងប្អូនក៏ដែរស្មាននឹងអង្គុយអត់កើតទេហើយបងប្អូននេះបន្ទាប់មកនេះបងប្អូនគ្រឿងរបស់ខ្ញុំរៀបរាល់ហើយណាបងប្អូនហើយបន្ទាប់ពីគ្រឿងយើងរៀបរាល់ហើយខ្ញុំអត់តាន់បុកឲ្យបងប្អូនខ្ញុំទុកសិនហើយបន្ទាប់មកបងប្អូននេះខ្ញុំឆ្លៀតមកលាងជាមួយនឹងម្ទេសខ្លោក្រៀមរបស់យើងណាបងប្អូនយើងត្រាំទឹកយូរដែរដើម្បីឲ្យទន់អញ្ចឹងណាយើងយកមកសម្អាតវាទៅបងប្អូនសម្អាតគ្រាប់ឲ្យស្អាតកសៃឲ្យស្អាតអញ្ចឹងណាហ្នឹងយើងជួយពណ៌គ្រឿងយើងឲ្យកាន់តែបងប្អូនបន្ទាប់ពីខ្ញុំលាងសម្អាតហើយនេះបងប្អូននេះយើងត្រាំតទល់អញ្ចឹងបងប្អូនបានកញ្ច្រានទៅម៉ត់ល្អខ្ញុំដាក់ច្រើនម្ដុំដែរអញ្ចឹងបងប្អូននេះគ្រឿងរបស់ខ្ញុំរួចរាល់ហើយបងប្អូនឥឡូវនេះខ្ញុំចាប់ផ្ដើមយកគ្រឿងរបស់ខ្ញុំមកបុកសិនបងប្អូនហើយនេះគ្រឿងរបស់ខ្ញុំលាយមិញណាបងប្អូនណាបានម៉ត់ហើយណាបងប្អូនឥឡូវបន្ទាប់ពីគ្រឿងខ្ញុំបានម៉ត់ហើយបងប្អូននេះខ្ញុំដាក់ម្ទេសក្រហមយើងចូលបងប្អូនម្ទេសផ្លោកយើងច្រាមមិញខ្ញុំដាក់ចូលសិនហើយបងប្អូនបុកជាមួយគ្នាទៅជាមួយនឹងគ្រឿងអញ្ចឹងបងប្អូនហើយមានជាតិហឹរតិចហើយក៏ពណ៌គ្រឿងយើងបានល្អដែរបងប្អូនយើងយកបានទាំងរសជាតិហើយបានទាំងពណ៌ស្អាតទៀតពេលខ្លះបងប្អូនម្ហូបឆ្ងាញ់ហើយប៉ុន្តែដល់ពេលរូបសម្រស់មើលអត់សូវសមទៅក៏អត់ល្អដែរអញ្ចឹងបងប្អូននេះយើងធ្វើទាំងពីរ
thì បងប្អូនគ្រឿងរបស់យើងនៅបន្ទាប់ពីដាក់ម្ទេសចូលទៅបងប្អូនក៏ហមល្អណាស់ហើយវាមានជាតិហឹរក្នុងដែរបងប្អូនកែបយើងខ្ញុំអត់មានប្រើម្ទេសគ្រាប់ថែមទៅបងប្អូនដោយសារអីខ្លាចកូនខ្ញុំគាត់ហូបអត់ស្អាតទៅបងប្អូនអញ្ចឹងខ្ញុំប្រើតែម្ទេសខ្លោកហ្នឹងបានហើយតែបើខ្ញុំហូបកូនអត់ហូបវិញខ្ញុំដាក់ម្ទេសទៅហឹរបានឆ្ងាញ់បងប្អូនឥឡូវបងប្អូនគ្រឿងរបស់ខ្ញុំរួចហើយបងប្អូនអញ្ចឹងបងប្អូនដាក់សណ្តែកដីបុកជាមួយគ្នាដែរបងប្អូនបើអត់តន់ឆ្អិនទេណាបងប្អូនតែផ្ទះបងប្អូនយើងនៅជិតខាយចាប់ផ្ដើមគេឈ្ងុយម្ហូបបដាណាបងប្អូននៅតែខ្ញុំឡើយទេដោយសារតែបោកយើងបងប្អូនគ្រឿងរៀងនេះដែរក៏បែកកប៉ុកច្រើនណាហើយឲ្យតែយើងធ្វើគ្រឿងអីហើយអស់ទៅយើងស្រួលទេបងប្អូនយូរតែធ្វើគ្រឿងទៅតែធ្វើមិនបើកូនយើងអានេះគាត់ឃ្លានហូបហើយនិយាយទៅបងប្អូនយើងបន្ទាប់ពីខ្ញុំបុកគ្រឿងរួចរាល់ហើយបងប្អូននេះខ្ញុំចាប់ផ្ដើមមកកច្រាំសាច់ជ្រូកយើងណាបងប្អូនឥឡូវសាច់ជ្រូក3ជាន់យើងបងប្អូនល្អមែនតាហើយឥឡូវថ្ងៃនេះបងប្អូនកូនស្រីខ្ញុំពីចេញទៅរៀនមកដល់ហើយណាបងប្អូនឥឡូវឲ្យជួយបកខ្ទឹមណាកូនបកឲ្យស្អាតណាបកឲ្យដាក់មកចំហៀងអញ្ចឹងណាកូនហើយនេះបងប្អូនខ្ញុំចាប់ដើមហាន់សាច់ជ្រូកយើងណាបងប្អូនហើយយើងធ្វើតាមល្មមដែរបងប្អូនព្រោះសាំងកែបយើងតែ5កែបទេតែធំណាអញ្ចឹងខ្ញុំលេងសាច់ជ្រូកដែរមកល្មមយើងញាត់គ្រឿងទៅមកល្មមអញ្ចឹងណាបងប្អូនឥឡូវខ្ញុំចាប់ដើមហាន់សាច់ជ្រូកយើងសិនបងប្អូននេះបងប្អូនខ្ញុំថែមតិចទៀតតោះឥឡូវពុកម៉ែបងប្អូនបន្ទាប់ពីសាច់ខ្ញុំរៀងជិតម៉ត់ហើយខ្ញុំក៏ដាក់ជើងកែបរបស់យើងចូលពុកម៉ែបងប្អូនយើងកាត់មកបងប្អូនយើងក៏ច្រាំជាមួយគ្នាដែរបងប្អូនឥឡូវបងប្អូននេះសាច់របស់ខ្ញុំចាប់ផ្ដើមម៉ត់បដាណាបងប្អូនណានេះបងប្អូនឥឡូវសាច់ខ្ញុំចាប់ផ្ដើមម៉ត់ហើយឥឡូវបន្ទាប់ពីសាច់ខ្ញុំម៉ត់ហើយបងប្អូនខ្ញុំចាប់ផ្ដើមយើងដួសដាក់ក្នុងកធុនយើងសិនបងប្អូនណាដើម្បីយើងយកមកលាយគ្រឿងណាបងប្អូននេះឥឡូវខ្ញុំចាប់ផ្ដើមដួសដាក់ណាបងប្អូននេះអញ្ចឹងរួចរាល់ហើយបងប្អូនខ្ញុំទុកមកឡាយសិនហើយបន្តមកបងប្អូននេះគ្រឿងរបស់យើងណាបងប្អូននេះគ្រឿងយើងបុកមិញបងប្អូននេះលាយគ្រឿងហើយបងប្អូនដាក់ចូលមកជាមួយនឹងសាច់យើងមិញបងប្អូននេះអូយបងប្អូនពណ៌ស្រស់ល្អហើយបងប្អូនហើយឈ្ងុយម្ទេសយើងទៀតបងប្អូននេះអូយល្អហ្មងនិយាយទៅបងប្អូនគ្រឿងរបស់យើងល្មៀតគ្រឿងរបស់យើងឲ្យតែចាស់គ្រឿងកើតបោកបងប្អូននឹងតែឆ្ងាញ់ហើយឥឡូវបងប្អូនបន្ទាប់ពីខ្ញុំដាក់គ្រឿងចូលរួចរាល់ហើយបងប្អូនមកផ្សំគ្រឿងរបស់យើងណាបងប្អូនណាហើយគ្រឿងរបស់យើងបងប្អូននេះមិញខ្ញុំដាក់ឲ្យម្សៅឲ្យបងប្អូនយើងដាក់ប្រឡាក់កែម្សៅហើយឥឡូវបន្ទាប់មកនេះយើងប្រឡាក់គ្រឿងរបស់យើងឲ្យបងប្អូននេះអំបិលរបស់យើងបងប្អូនយើងលួចមកល្មមអញ្ចឹងណាដាក់សិនណាបងប្អូនហើយគ្រឿងឯនេះដែរខ្ញុំអត់យកញាត់ឆៅទេណាបងប្អូនខ្ញុំយកទៅឆាអញ្ចឹងពេលខ្វះខាតកន្លែងណាដែលយើងអាចថែមគ្រឿងបានទៀតហើយបងប្អូននេះម្សៅស៊ុបរបស់យើងដាក់ទៀតយ៉ាងណាបងប្អូននេះយើងចាប់ដាក់យកជាតិទេណាបងប្អូនណាហើយបងប្អូននេះប៊ីចេងយើងប្រឡាក់លើកែបហើយតែគ្រឿងយើងរៀងចាស់គ្រឿងតិចទេបងប្អូនឆ្ងាញ់
ហើយបន្ទាប់មកបងប្អូននេះស្ករសរបស់យើងខ្ញុំប្រើចំនួនម៉ាស្ភាកន្លះសិនណាបងប្អូនព្រោះអង្កររបស់យើងវាត្រូវការរៀងផ្អែមដែរអញ្ចឹងណាបងប្អូនហើយបន្ទាប់មកទឹកប្រេងខ្យងរបស់ខ្ញុំយើងដាក់ចូលអស់យើងទៅបងប្អូនសម្រាប់បងប្អូនទូទៅយើងចង់ដាក់ម្រះព្រៅក៏បានដែរណាបងប្អូនឲ្យឈ្ងុយអញ្ចឹងប៉ុន្តែថ្ងៃនេះខ្ញុំអត់ប្រើម្រះព្រៅទេបងប្អូនខ្ញុំប្រើតែគ្រឿងសុទ្ធអញ្ចឹងណាហើយបងប្អូននេះគ្រឿងរបស់ខ្ញុំរួចរាល់បងប្អូនយើងច្បល់ឲ្យចូលគ្នាបងប្អូនតោះបងប្អូនឥឡូវយើងចាប់នឹងច្បល់សាច់អង្កែបយើងគ្រឿងអីវ៉ាន់អីចូលជាមួយនឹងគ្រឿងយើងលាយមកណាបងប្អូននេះបងប្អូននេះមកសាច់របស់យើងអើយមិនទាន់បានឆាបងប្អូនទេគ្រាន់តែយើងច្បល់អញ្ចឹងគ្រឿងយើងឡើងឈ្ងុយហ្មងណាបងប្អូនហើយបងប្អូនអាចមើលពណ៌បងប្អូនស្អាតល្អនេះគ្រាន់តែឃើញឃ្លានហ្មងណាតោះឥឡូវពុកម៉ែបងប្អូនយើងចាប់ផ្ដើមមកឆាគ្រឿងសិនណាបងប្អូនណាយើងទុកខ្ទះក្ដៅហើយយើងដាក់ខ្លាញ់ចូលតិចសិនទៅបងប្អូនបងប្អូននេះថ្ងៃនេះបានលេខសតុំល្អបងប្អូនយើងធ្វើម្ហូបនៅផ្ទះយើងទៅស្រួលណាបិទបើកបងប្អូនឃើញយើងល្ងិតអញ្ចឹងគេថាមេឃថ្ងៃនេះវារៀងសតុំណាវាអត់សូវច្បាស់ចាស់ទេនេះបងប្អូនយើងដាក់ខ្លាញ់យើងរៀងក្ដៅបងប្អូនឥឡូវបងប្អូនខ្លាញ់ខ្ញុំចាប់ដើមក្ដៅហើយខ្ញុំយកគ្រឿងខ្ញុំប្រឆាំចូលគ្នាមិញបងប្អូនយើងយកមកដាក់ឆាមកបងប្អូនបងប្អូនយើងចាក់យកយើងហ្មងឈ្ងុយណាបងប្អូនអើយមិនទាន់បានឆ្អិនផងឈ្ងុយតែហ្មងណាបងប្អូនឥឡូវនេះព្រោះដោយសារយើងចូលដូចណាដែលយើងដាក់កែបទៅយើងអត់ខ្លាចគ្រឿងខាងក្នុងយើងឆៅអញ្ចឹងណាបងប្អូនបងប្អូននេះគឺរបស់យើងគាត់តែត្រូវខ្លាញ់ឆាតែបន្តិចទេអត់ទាន់មានផងឈ្ងុយហ្មងណាបងប្អូនមើលទៅរៀងឃើញហុយបងប្អូនដូចថាយើងប្រើអស់ហ៎ហើយភ្លៀងទៅវារៀងត្រូវតិចវាសើមបងប្អូនណាអូនមិញឲ្យកូនស្រីបកខ្ទឹមមកតែដល់ពេលគាត់អត់សូវចេះបកអញ្ចឹងណាបងប្អូនឥឡូវនេះខ្ញុំឆ្លៀតមកបកខ្ទឹមបងប្អូនឥឡូវគ្រឿងកែបខ្ញុំឆារួចរាល់ហើយបងប្អូនតែខ្ញុំទុកឲ្យត្រជាក់សិនមិនយើងយកទៅញាត់អង្ការអញ្ចឹងណាបងប្អូនឥឡូវនេះខ្ញុំឆ្លៀតមកធ្វើខ្ទឹមជ្រក់សិនណាបងប្អូនដើម្បីយើងហូបជាមួយនឹងពងក្រួយកូនរបស់យើងណាបងប្អូនហើយថ្ងៃនេះខ្ញុំយកមកអាំងពងក្រួយដែរតែខ្ញុំឆ្លៀតធ្វើខ្ទឹមជ្រក់ទុកសិនបងប្អូនហើយចាំយើងស្ងោរពងក្រួយតាមក្រោយឥឡូវបងប្អូនឥឡូវទឹកខ្ញុំចាប់ផ្ដើមពុះណាបងប្អូនឥឡូវខ្ទឹមខ្ញុំអត់ធ្វើច្រើនទេបងប្អូនយើងធ្វើតែម្ហូបទៅខ្ញុំឥឡូវខ្ញុំយកម្ទេសខ្ញុំទៅចូលសិនបងប្អូននេះទឹកយើងកំពុងតែពុះល្អបងប្អូននេះឥឡូវខ្ញុំដាក់ស្ងោរម្ទេសបន្តិចសិនណាបងប្អូនយើងស្ងោរតែមួយល្មមទេបងប្អូនមិនយកដល់ណាលួយពេកទេណាយើងបងយើងស្ងោរមើលតាមល្មមទៅបានហើយយើងកាត់អញ្ចឹងខ្ញុំអត់មានកត្រងទេបងប្អូនខ្ញុំចាក់ចូលអញ្ចឹងទៅឲ្យបងប្អូនកូរមកស្ទុះដែរអញ្ចឹងណាឲ្យចេញជាតិហាងអស់អញ្ចឹងបងប្អូននិយាយទៅទឹកយើងដាំឲ្យពុះសិនណាបងប្អូនហើយយើងកូរអញ្ចឹងបងប្អូននេះឥឡូវខ្ញុំយើងដាក់មកស្ទុះឲ្យចាប់ដើមចេញបតាបងប្អូនអញ្ចឹងយើងដាក់តាមស្ទុះទៅថាឥឡូវហើយបងប្អូនឥឡូវនេះបន្ទាប់ពីខ្ញុំធ្វើគ្រឿងកែបរួចរាល់ហើយខ្ញុំធ្វើចាប់ផ្ដើមស្រស់ខ្ទឹមជ្រក់ហើយអស់បងប្អូនខ្ញុំចាប់ផ្ដើមមកដាក់ស្ងោរពងក្រួយយើងបដាសិនបងប្អូនហើយចាំយើងយកអង្ការបោកហើយនេះបងប្អូនគ្រឿងរបស់ខ្ញុំហើយគល់ល្ខោនេះខ្ញុំដាក់2គល់បានបងប្អូនទៅនេះបងប្អូននេះគ្រឿងរបស់ខ្ញុំមកដាក់រួចរាល់ហើយ
នេះបងប្អូនគ្រឿងរបស់ខ្ញុំមានប៉ុណ្្នឹងយ៉ាងណានេះបងប្អូនបន្ទាប់ពីខ្ញុំដាក់លឹកក្រូចដេងលឹកខៃហើយបន្ទាប់មកខ្ញុំដាក់ពងក្រួយយើងចូលបងប្អូនជីទៅបើយើងប្រើទឹកដូងកាន់តែឆ្ងាញ់ណាបងប្អូនប៉ុន្តែខ្ញុំឥឡូវខ្ញុំអត់បានប្រើទឹកដូងទេយើងខ្ញុំដាក់ជាតិទឹកយើងធម្មតាតែដាក់គ្រឿងយើងឲ្យច្រើនហ្នឹងទៅបងប្អូនឆ្ងាញ់ដូចគ្នាឥឡូវខ្ញុំដាក់ស្ងោរពងក្រួយយើងចោលសិនណាបងប្អូនចាំយើងទៅធ្វើខ្ទឹមជ្រក់ឥឡូវពុកម៉ែបងប្អូនខ្ញុំមកធ្វើខ្ទឹមជ្រក់របស់យើងឥឡូវខ្ទឹមជ្រក់របស់យើងខ្ញុំយកកាច់មកទេទៅច្រាមបងប្អូនបន្ទាប់មកខ្ទឹមរបស់យើងនេះបានខ្ញុំចាក់ចូលចានយើងសិនដោយសារយើងស្រោះហើយយើងលាងទឹកត្រជាក់រួចរាល់ហើយបងប្អូនហើយបងប្អូនអើយមេឃថ្ងៃនេះរៀងល្ងឹតទេបងប្អូនមើលមេឃថ្ងៃនេះរៀងល្ងឹតឆឹងហើយយើងធ្វើរៀងបញ្ញាបញ្ញាណាបងប្អូននេះខ្ទឹមរបស់ខ្ញុំខ្សោះទឹកហើយខ្ញុំដាក់ចូលបន្ទាប់មកបងប្អូនខ្ញុំមកច្រាមម្ទេសសិនបងប្អូនបើយើងមានម៉ាស៊ីនយើងកិនបងប្អូនតែខ្ញុំអត់មានម៉ាស៊ីនអញ្ចឹងទៅខ្ញុំក៏ច្រាមទៅបងប្អូនខ្ញុំចាប់ផ្ដើមដាក់ស្ងោរបដាបដាតែខ្ញុំដាក់ខ្ជូងបដាបដាដែរដើម្បីយើងទុកអាំងពងក្រួយនឹងកែបបោករបស់យើងបងប្អូនតើខ្ញុំធ្វើខ្ទឹមជ្រក់ទុកឲ្យហើយសិនបងប្អូនចាំខ្ញុំចាប់ផ្ដើមយកកែបបោកយើងចូលឥឡូវពុកម៉ែបងប្អូនបន្ទាប់ពីម្ទេសខ្ញុំរួចហើយខ្ញុំយកមកដាក់នៅក្នុងខ្ទឹមរបស់យើងណាបងប្អូនណានេះបងប្អូនរួចរាល់ហើយចឹងខ្ញុំចាប់ផ្ដើមមកលាយគ្រឿងជ្រក់របស់យើងបងប្អូនហើយគ្រឿងរបស់យើងដែរបងប្អូននេះខ្ញុំដាក់ជាមួយនឹងប៊ីចេងយើងរួចប៊ីចេងបន្តិចទៅបងប្អូនស្កររបស់យើងដែរខ្ញុំចូលចិត្តរៀងផ្អែមខ្ញុំប្រើមួយស្លាបព្រាហើយបន្តិចចឹងណាបងប្អូនណាហើយបងប្អូននេះខ្ញុំរួចម្សៅស៊ុបបន្តិចហើយបងប្អូនទឹកត្រីយើងតិចទៀតណាបងប្អូនណាខ្ញុំប្រើ3ស្លាបព្រាសិនបងប្អូនហើយនេះក្រូចឆ្មាបងប្អូនអើយហើយយើងភ្លុកមើលសិនតើរសជាតិវាទទួលយកបានហើយបងប្អូនហើយបងប្អូននេះគ្រឿងរបស់យើងមានប៉ុណ្ណឹងបងប្អូនតោះឥឡូវពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំធ្វើគ្រឿងផ្សេងរួចរាល់ហើយបងប្អូនគ្រឿងខ្ញុំចាប់ផ្ដើមត្រជាក់ណាបងប្អូនខ្ញុំចាប់ផ្ដើមយកមកញាត់ជាមួយនឹងកង្កែបរបស់យើងហើយបងប្អូនកង្កែបយើងរៀងធ្លាយពោះដែរអញ្ចឹងណាបងប្អូនយើងញាត់គ្រឿងចូលឲ្យណែនបងប្អូននេះហើយគ្រឿងយើងឆ្អិនហើយបងប្អូនយើងឥឡូវមកបងប្អូនខ្ញុំសូមសេរីតុកខ្ញុំទៅក្នុងយ៉ាផ្ទះសិនណាបងប្អូនណាឥឡូវពុកម៉ែបងប្អូនមេឃខ្ញុំចាប់ដើមភ្លៀងណាបងប្អូនឥឡូវខ្ញុំដូរទីតាំងណាបងប្អូនមកញាត់កែបន្តទៀតបងប្អូនថ្ងៃនេះភ្លៀងតាំងថ្ងៃបងប្អូនម៉ោងដូចជាម៉ោង10ជាងភ្លៀងហើយខ្ញុំថ្ងៃនេះធ្វើពីមុខផងបងប្អូនដែលយើងរៀងប្រើពេលយូរដែរហ៎តែអត់អីទេបងប្អូនដល់វគ្គយើងអាំងហើយអត់អីទេពីទៀតលើកជាច្រើនមកដែរឥឡូវបងប្អូនអើយធ្វើមកជាបងប្អូនយើងថតតាមម្លប់ឈើអញ្ចឹងណាដល់ពេលភ្លៀងយើងរត់មកក្រុមយ៉ាងវិញអញ្ចឹងថ្ងៃនឹងមេឃរៀងតិចបងប្អូននេះអូយបងប្អូននេះកើតយើងណាបងប្អូននេះបន្ទាប់ពីញឹកឲ្យបងប្អូនអើយល្អណាស់ក៏ពេញហ្មងនេះតើបងប្អូនញឹកបន្តទៀតតឥឡូវពុកម៉ែបងប្អូនពងក្រួចខ្ញុំចាប់ផ្ដើមពុះណាបងប្អូនឡើងក្លិនឈ្ងុយហ្មងណាបងប្អូនឥឡូវពងក្រួយយើងឲ្យចាប់ដើមឆ្អិនណាបងប្អូនឥឡូវយើងចាប់ដើមរៀបចំស្រវឹងពងក្រួយយើងសិនបងប្អូននេះពងក្រួយយើងដែរយើងស្ងោរអត់សូវយូរហ្មងណាបងប្អូនអញ្ចឹងខ្ញុំចាប់ដើមស្រង់ណាបងប្អូនបែកខ្លះហើយបងប្អូនហើយឥឡូវពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំស្រង់ពងក្រួយហើយខ្ញុំចាប់ដើមដាក់ឆ្ពឹងបន្ថែមណាបងប្អូនអើយខ្ទុះយើងដាក់ឆ្អើឲ្យក្តៅសិនបងប្អូនយើងចាប់ផ្ដើមអាំងកង្កែបរបស់យើងបងប្អូននិយាយទៅខ្ញុំថាថ្ងៃហ្នឹងបងប្អូនខ្ញុំថាថ្ងៃហ្នឹងប្រកាសនៅខាងមុខដែរ
យើងដាក់អត់ឲ្យពេញមកចាតែដល់ពេលមេឃភ្លៀងអញ្ចឹងទៅឥឡូវមកដាក់វាក្រានអញ្ចឹងបងប្អូនវាអត់សូវធំណាបងប្អូនអញ្ចឹងបងប្អូនយើងឲ្យឆ្អើយើងរៀងក្តៅទៅចឹងឥឡូវពុកម៉ែបងប្អូនពងក្រួយខ្ញុំឆ្អិនហើយខ្ញុំមិនទាន់បានអាំងបងប្អូនតែខ្ញុំចាប់ទឹកត្រីតិចឲ្យកូនប្រុសខ្ញុំគាត់ហូបបដាសិនបងប្អូនណាអូនញ៉ាំពងក្រួយឥឡូវគាត់កំពុងដួសបាយបងប្អូនអូនឥឡូវនេះបងប្អូននេះខ្ញុំឲ្យកូនខ្ញុំគាត់ហូបបដាជាមួយពងក្រួយយើងអត់ទាន់អាំងទេបងប្អូនពងក្រួយយើងឆ្អិនហើយគាត់ហូបបដាទៅខ្ញុំចាប់ផ្ដើមមកអាំងកង្កែបរបស់យើងហើយបងប្អូនហើយបងប្អូនថ្ងៃហ្នឹងភ្លៀងដេញបងប្អូនឥឡូវនេះមកនៅយ៉ាផ្ទះវិញហើយឥឡូវនេះបងប្អូននេះកង្កែបខ្ញុំគ្រឿងនិយាយទៅបងប្អូនគ្រឿងល្មមហ្មងណាខ្ញុំគិតថាដំបងថាសល់តែបងប្អូនមានណាដល់ពេលយើងយកទៅបងប្អូនអើយកង្កែបយើងនៅកាពីឲ្យបងប្អូនមើលតែពណ៌ស្អាតហ្មងនេះយោបងប្អូនឃើញហើយគ្រាន់តែប៉ះភ្លើងមកដល់ហើយខ្ញុំមិនដឹងមកទេនេះដាក់ខាងសិនបងប្អូនខ្លាចវាខ្លោចអញ្ចឹងតែយើងអត់បារម្ភទេបងប្អូនបើសារគ្រឿងយើងឆាឆ្អិនហើយគ្រាន់ថាយើងអត់ចង់ឲ្យកង្កែបយើងវាបខំភ្លើងអញ្ចឹងណាខ្ញុំដាក់អាតសិនអូយបងប្អូនឲ្យឈ្ងុយហើយបងប្អូនមើលតែគ្រឿងណាបងប្អូននេះទឹកម្ទេសយើងឆាបងប្អូនយើងមិនបាច់ចាំទៅឆាម្ទេសក្រហមនោះទេយើងគ្រាន់តែគ្រឿងយើងនេះចាំយើងលាបពីលើយកពណ៌ហើយនឹងក្លិនទៀតណាបងប្អូនឥឡូវនេះបងប្អូនខ្ញុំចាប់ផ្ដើមដាក់អាំងហើយបងប្អូនកែបខ្ញុំពេលយើងអាំងរៀងៗតិចទេយើងលាបតិចណាបងប្អូនណាតែវាខ្លាញ់ចេញពីគ្រឿងយើងពីបងប្អូនថ្ងៃនេះខ្ញុំមកធ្វើកែបបោកហើយនឹងពងក្រួយអាំងដែរបងប្អូនឥឡូវដាក់ជីចូលក្នុងនឹងបងប្អូនដាក់ជីចូលពីលើទៅបងប្អូនបងប្អូនសាកមើលរសជាតិនឹងបានបងប្អូនហើយបន្តមកបងប្អូននេះខ្ទឹមជ្រក់របស់យើងបងប្អូនដាក់ពីលើមកហឹលអញ្ចឹងនេះបងប្អូននេះទឹកម្រេចរបស់យើងតិចទៀតមកហើយកែបរបស់យើងចាប់ផ្ដើមឆ្អិនបដាណាបងប្អូនអញ្ចឹងយើងដាក់ពងរួចកូនម្ដងអូយបងប្អូនអើយកែបបោកយើងអូននេះកែបកូនមកអូយកជើងឈប់មកម៉ាក់យកឲ្យមើលម៉ាក់បេះឲ្យអូយកកែបអត់កូននេះយកនេះហ្មងនេះបងប្អូនអើយតំណងដាក់ឲ្យកូនខ្ញុំមួយហ្មងអ្នកកំងហ្នឹងបងប្អូនអូយបងប្អូនមើលត្រូវនឹងមេឃល្ងឹតផងហ៎ហើយភ្លៀងទៅហើយចូលទីតាំងបងប្អូនអញ្ចឹងបងប្អូនអត់ទៅភ្លឺច្បាស់បងប្អូនតាមមេឃទៅភ្លៀងហើយហើយបងប្អូនខ្ញុំសាកមកហូបពងក្រួយរបស់យើងណាយើងធ្លាប់តែធ្វើស្ងោរហូបបងប្អូនយើងអត់អាំងហូបទេហ្នឹងហើយខ្ញុំមកអាំងហូបម្ដងបងប្អូនឆ្ងាញ់មួយយ៉ាងតាឈ្ងុយតែឥឡូវបងប្អូនវីដេអូរបស់ខ្ញុំចាប់ទៅត្រឹមហ្នឹងណាបងប្អូនអរគុណពុកម៉ែបងប្អូនដែលតែងតែតាមដានការធ្វើមុខម្ហូបបងប្អូនសង្ឃឹមថាពុកម៉ែបងប្អូននៅតែស្រឡាញ់ចូលចិត្តនិងគាំទ្រ channel របស់សុខានិងម៉ាក់សម្បត្តិយូណាទៀតណាបងប្អូនចាអរគុណច្រើនបងប្អូនជម្រាបលា